ថ្ងៃនេះខ្ញុំចុះមកកាត់ស្ពៃហាងយទៅជ្រក់ដើម្បីឲ្យពោតតណើបនេះដោះឡើងស្អីការខែត្រជាក់ព្រោះស្ពៃដើម sugar beet នឹងជ្រុះក្របដោះមកខ្លួនឯងឥឡូវហ្នឹងដល់កាត់ទៅដើម្បីឲ្យពោតហ្នឹងវាធំល្អ គុំមកតាមផងorganic គុំដាំធម្មជាតិគុំធម្មតាក្រោយពីដកស្ពៃអស់ហើយឥឡូវហ្នឹងដាក់តិចឈើដើម្បីកុំឲ្យស្មៅដុះហើយវានឹងកើតទៅជាជីដីធូរហើយអត់សូវចុះទឹកមកគុំនេះទុកកាត់ស្លឹកញ៉ាំខ្លះនិងទុកមើមខ្លះ sugar beet នេះទុកមើមវាផ្អែមដាក់ទៅទឹកឈើនៅគល់ចឹងធ្វើឲ្យមានសំណើមល្អនិងកើតទៅជាជីពេលណារលួយទៅដីកន្លែងហ្នឹងល្អហើយអត់សូវចុះទឹកដីធូរល្អក្រោយពីដាក់កន្តិចឈើលុបគល់រួចរាល់ហើយខ្ញុំបានបាញ់ទឹកដើម្បីលាងស្លឹកវាឲ្យស្អាតខ្ញុំសូមអរគុណច្រើនលោកតាលោកយាយពុកម៉ែពូមីងបងប្អូនទាំងអស់ដែលបានទស្សនាវីដេអូរបស់នាងខ្ញុំ